ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាំបងប្អូនមកមើលកដោម្ដងព្រោះខានបង្ហាញយូរហើយកដោនេះឥឡូវក៏ទីផ្សារនៅដើរល្អដែរបងប្អូនប៉ុន្តែបងប្អូនយើងខ្លះអាចនឹងបោះបង់ចោលដោយសារខែនេះខែប្រាំងអត់មានស្មៅអញ្ចឹងគាត់គ្មានលទ្ធភាពក្នុងការផ្គត់ផ្គង់ស្មៅក៏គាត់បោះបង់ចោលហើយគាត់ថានៅខែវស្សានឹងអាចចំឡើងវិញអញ្ចឹងបានគ្រប់វីដេអូទាំងអស់ខ្ញុំតែងនិយាយថាឲ្យតែមានស្មៅគឺយើងអាចចំកដោបានហើយបងប្អូនព្រោះកដោអញ្ចឹងសំខាន់គឺស៊ីស្មៅជាអាហារហើយស្មៅដែលខ្ញុំផ្គត់ផ្គង់ឲ្យវាស៊ីគឺខ្ញុំដាំខ្លួនឯងដូចនេះស្មៅ Super Napier ស្មៅ Super Napier គឺប្រូតេអ៊ីនល្អហើយបើយើងចង់ឲ្យស៊ីយើងដាក់ទាំងមូលទៅតម្រងក៏បានឬក៏យើងសក់វាក៏បានដែរបងប្អូននេះគឺយើងសក់ធៀងវាចឹងមកពេលដែលយើងសក់ហើយយើងដាក់ចូលទៅវាស៊ីទៅវាស៊ីអស់យើងអត់បាច់កដើមវានៅហ្នឹងទេពេលយើងដាក់ទៅទាំងមូលទៅវាស៊ីចុងអស់នៅដើមហើយយើងត្រូវលើកដើមវាចេញវិញណាហ្នឹងយើងសក់វាចឹងមកបងប្អូនសក់វាធៀងចឹងមកហ្នឹងបើយើងមានពេលយើងសក់វាទៅតែបើអត់មានពេលទេយើងដាក់ទាំងដើមទៅហើយដើមនេះបើសិនជាយើងមានចំជ្រូកកណ្ដុរអីទៀតយើងយកដើមដាក់ជ្រូកកណ្ដុរស៊ីទៅហើយស្លឹកវាហ្នឹងយើងដាក់ឲ្យកណ្ដុរស៊ីមកបងប្អូនអាហ្នឹងយើងសក់វាចឹងទៅហើយយើងយកដាក់ឲ្យវាស៊ីបងនេះគឺសកម្មភាពដែលខ្ញុំដាក់ឲ្យវាស៊ីស្មៅកណ្ដុរនេះកណ្ដុរចូលចិត្តណាស់បងប្អូនពេល Super ពេលស្មៅផ្អែមនេះដាក់ទៅកណ្ដុរស៊ីច្រើនខ្លាខ្លំធំលឿនឥឡូវនេះវាពេញវ័យហើយវាដោះស្លាបហើយយើងទំដាក់សាច់យកពងថ្ងៃហ្នឹងទេហើយយកពងភាសាយើងនឹងចាប់វាប្រមូលផលហើយបងប្អូនដែលចង់បានពូជកណ្ដូបយកទៅចិញ្ចឹមបន្តបងប្អូនអាចតាក់ទងមកបានបច្ចេកទេសការថែទាំសួរនាំបានខ្ញុំប្រាប់ទាំងអស់បងប្អូនមានពេលបងប្អូនចិញ្ចឹមទៅបងប្អូនកុំទុកពេលវេលាចោលពេលព្រឹកយើងមើលភាសាទៅពេលថ្ងៃឬក៏ពេលល្ងាចយើងមើលភាសាទៅមួយខែគឺយើងទទួលផលមកវិញបងប្អូនក្រៅពីចិញ្ចឹមកណ្ដូបយើងអាចចិញ្ចឹមអីផ្សេងទៀតកុំទុកពេលវេលាចោលបងប្អូនអរគុណ